ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកោតសរសើរតួនាទីរបស់ម៉ាឡេស៊ីក្នុងការសម្រេចបានបទឈប់បាញ់រវាងកម្ពុជានិងថៃយោងតាមសារព័ត៌មាន The Star បានឲ្យដឹងថានៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025លោកនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមបានសន្ទនាតាមទូរស័ព្ទជាមួយលោកដូណាល់ត្រាំដែលបានពិភាក្សាអំពីបទឈប់បាញ់រវាងកម្ពុជានិងថៃនិងការចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងខែតុលាលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកថាក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីដូណាល់ត្រាំកាលពីពេលថ្មីៗនេះលោកបានអាងជាថ្មីនៅការបដិញ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានដើម្បីបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធានាសន្តិភាពក្នុងតំបន់ជាពិសេសទាក់ទងនឹងបញ្ហាកម្ពុជាថៃលោកបានបញ្ជាក់ទៀតថាលោកប្រធានាធិបតីដូណាល់ត្រាំបានទទួលស្គាល់នូវភាពជោគជ័យរបស់ម៉ាឡេស៊ីក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃថាជាសមិទ្ធផលដ៏សំខាន់មួយដែលបង្ហាញពីភាពជឿជាក់របស់ម៉ាឡេស៊ីនិងភាពខ្ជាប់ខ្ជួនរបស់អាស៊ានទន្ទឹមនឹងនោះលោកអាន់វ៉ាអ៊ីប្រាហ៊ីមក៏បានសម្ដែងការកោតសរសើរចំពោះតួនាទីរបស់សហរដ្ឋអាមេរិកក្នុងការជួយឲ្យសម្រេចបាននូវបទឈប់បាញ់នេះផងដែរលោកក៏បានបន្ថែមថាម៉ាឡេស៊ីទន្ទឹងរង់ចាំការចូលរួមរបស់លោកដូណាល់ត្រាំនៅពេលដែលខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ានដែលមេដឹកនាំពិភពលោកផ្សេងទៀតត្រូវបានគេរំពឹងថានឹងចូលរួមផងដែរ